សូមជម្រាបសួរកូនៗជាទីស្រឡាញ់ទាំងអស់គ្នាអរព្រគុណព្រះអង្គដែលទ្រង់បានប្រទានពរឲ្យកូនទាំងអស់គ្នាបានមកសាលារៀនដោយសេចក្តីអំណរជាមួយគ្នាតែនៅថ្ងៃនេះយើងនឹងបន្តការស្ដាប់ព្រះបន្ទូលតាមរយៈសៀវភៅព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលនៅព្រឹកនេះដូច្នេះសូមកូនទាំងអស់គ្នារងជឿស្ដាប់ដោយយកចិត្តទុកដាក់ថ្ងៃទី74ស្ថិតនៅជិតទឹកដីសន្យាព្រះគម្ពីរយូស្វេចំពុក2ខ23ដល់ចំពុក3ខ13អ្នកស៊ើបការជនជាតិអ៊ីស្រាអែលលាក់ខ្លួនរយៈពេល3ថ្ងៃពួកគេដឹងថាពួកគេមានសុវត្ថិភាពហើយដូច្នេះពួកគេរត់ទៅកាន់ជំរំពួកគេវិញហើយរាយការណ៍ដល់លោកយូស្វេបរិសុទ្ធទាំងពីរនិយាយថាស្ត្រីដែលជួយយើងខ្ញុំបាននិយាយថាមនុស្សទាំងអស់នៅក្នុងក្រុងយេរីកូនាំគ្នាភ័យខ្លាចពួកយើងទីក្រុងនឹងคล้ายទៅជារបស់យើងប្រសិនបើការនេះជាការពិតនោះពិតជាល្អបំផុតបន្ទាប់មកបរិសុទ្ធទាំង3នាក់ក្រាបចុះអោនមុខដល់ដីអរព្រះគុណព្រះជាម្ចាស់ដែលបានជួយពួកគេពេលលោកយូស្វេអធិដ្ឋានចប់លោកសម្លឹងមើលទៅបរិសុទ្ធទាំងពីរហើយមានប្រសាសន៍ថាពួកយើងនឹងលើកទ័ពទៅវាយក្រុងយេរីកូ 2-3 ថ្ងៃយើងនឹងចេញទៅថ្ងៃនេះពួកយើងបានរងចាំថ្ងៃនេះយូរមកហើយដំបងឡើយមេទ័ពរបស់លោកយូស្វេមិនយល់អ្វីដែលលោកមានប្រសាសន៍ទេលោកយូស្វេញញឹមរួចមានប្រសាសន៍ថាថ្ងៃនេះគឺជាថ្ងៃដែលព្រះជាម្ចាស់នឹងនាំយើងចូលទៅក្នុងទឹកដីសន្យាបរិសុទ្ធទាំងពីរបានរត់ទៅប្រាប់អ្នកដឹកនាំផ្សេងទៀតពួកគេប្រាប់ដំណឹងដល់មនុស្សគ្រប់គ្នានៅក្នុងជំរំទាំងមូលពួកគេពោលថាថ្ងៃដែលយើងរងចាំមកដល់ហើយប្រជាជនរំភើបរីករាយជាខ្លាំងពួកគេមានសង្ឃឹមសម្រាប់អ្វីដែលនឹងកើតឡើងនៅខាងមុខហើយនាំគ្នារាប់ចំនួនថ្ងៃ40ឆ្នាំដែលពួកគេវង្វេងនៅវារហោស្ថានដល់ទីបញ្ចប់ហើយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់ចង់បង្រៀនអ្វីមកកាន់កូនៗទាំងអស់គ្នាតាមរយៈព្រះបន្ទូលនៅថ្ងៃនេះចង់បង្រៀនឲ្យកូនៗអ្នកគ្នាបានដឹងថានៅទីបំផុតប្រជាជនអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីសន្យាកូនចៅជំនាន់ក្រោយរបស់ជនជាតិអ៊ីស្រាអែលមានជំនឿលើព្រះជាម្ចាស់និងស្ដាប់តាមព្រះអង្គយ៉ាងមុតមាំពួកគេជួបឧបសគ្គប៉ុន្តែពួកគេដឹងថាព្រះជាម្ចាស់នឹងប្រទានជ័យជំនះដល់ពួកគេពេលយើងប្រឈមមុខនឹងឧបសគ្គក្នុងជីវិតរស់នៅរបស់យើងអាចពឹងផ្អែកលើព្រះជាម្ចាស់ព្រះជាម្ចាស់ជួយយើងឲ្យឆ្លងកាត់ឧបសគ្គទាំងនោះបានពេលយើងទន់ខ្សោយទ្រង់តែងតែផ្ដល់កម្លាំងដល់យើងជានិច្ចដូច្នេះចូលយើងទុកចិត្តលើផែនការរបស់ព្រះជាម្ចាស់សូមកូនៗអ្នកគ្នាបានសម្រេចចិត្តហើយបិទភ្នែកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះវរបិតានៃសេចក្តីសង្ឃឹមដល់ព្រលឹងទូបង្គំរាល់គ្នាអើយកូនសូមអរព្រះគុណសម្រាប់ការប្រទានកម្លាំងនិងសេចក្តីអំណរដល់កូនជារៀងរាល់ថ្ងៃសូមព្រះអង្គជួយកូនឲ្យចេះស្វែងរកផែនការរបស់ព្រះអង្គនៅក្នុងទុក្ខលំបាករបស់កូនសូមឲ្យកូនមានប្រាជ្ញាក្នុងការរៀនសូត្រនិងអាចបំពេញរាល់កិច្ចការដែលលោកគ្រូអ្នកគ្រូដាក់ឲ្យកូនធ្វើសូមទ្រង់កែប្រែកូនប្រសិនបើទ្រង់បានទតឃើញថាកូនមានភាពខ្ជិលច្រអូសមិនខិតខំរៀនសូត្រមិនខិតខំជួយការងារផ្ទះរបស់ឪពុកម្ដាយកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រូវរៀបពិចារណាទី1តើព្រះបន្ទូលនៅថ្ងៃនេះមានចំណងជើងអ្វីទី2បន្ទាប់ពីស្ដាប់អ្នកយកការទាំងពីររួចហើយតើលោកយូស្វេសម្រេចចិត្តធ្វើអ្វីទី3នៅពេលសម្រេចចិត្តចេញទៅច្បាំងភ្លាមតើប្រជាជនអ៊ីស្រាអែលមានអារម្មណ៍ដូចម្តេចយ៉ាងម៉េចហើយសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះអ្នកគ្រូសង្ឃឹមថាកូនអរគ្នាបានទទួលនៅមេរៀនតាមរយៈព្រះបន្ទូលហើយសង្ឃឹមថាកូនក៏អនុវត្តដែរអញ្ចឹងសូមអរគុណសូមព្រះយេស៊ូវបានប្រទានពរដល់កូនៗអរគ្នា